ម៉ាសាឡាគឺថាខុសគេតែឯងកូនគេផ្សេងគេប្រើជាស្បៃដើម្បីយកមកចងកន្លែងចង្កេះហ្នឹងណាតែអូននក៏មានស្បៃសម្រាប់ចងដែរប៉ុន្តែគេអត់ចងគេចង់យកកុមារខ្មែរយកទៅចងដើម្បីបង្ហាញដល់មិត្តភ័ក្តិហើយនឹងគ្រូគេឲ្យឃើញហើយបើសួរថាខុសគេតែឯងអញ្ចឹងកូនឯងខ្មាស់គេអត់គេថាអូនអត់ខ្មាស់គេទេអូនសប្បាយចិត្តអូនចង់ឲ្យគេស្គាល់ថាអាហ្នឹងជារបស់កម្ពុជាស្ដាប់សំដីមួយម៉ាត់និយាយមកអូយធ្វើឲ្យម្ដាយរំភើបចិត្តខ្លាំងណាស់បងប្អូនអើយនិយាយមែនបងប្អូនយកមកក្នុងនាមជាម្ដាយម្នាក់ដែររស់នៅក្នុងប្រទេសគេហើយកូនក៏មកកើតនៅក្នុងប្រទេសគេហើយអត់ធ្លាប់បានទៅលេងប្រទេសកំណើតទេអត់ធ្លាប់បានទៅលេងប្រទេសខ្មែរទេអត់ស្គាល់ទេប្រទេសខ្មែរមានតែប្រុសធំទេធ្លាប់បានទៅលេងខ្មែរកាលនៅតូចម្ដងហើយប៉ុន្តែពួកគាត់បែរជាមានចិត្តស្រឡាញ់ប្រទេសខ្មែរស្រឡាញ់ប្រទេសកំណើតរបស់ឪពុកម្ដាយដល់ពេលអញ្ចឹងខ្ញុំជាម្ដាយខ្ញុំរំភើបចិត្តណាខ្ញុំសប្បាយណាបងប្អូនដឹងទេដល់ពេលដែលចេញក្រៅឬក៏តណាមកណាឃើញអ្វីដែលពាក់ព័ន្ធជាមួយខ្មែរមិនថាជាអក្សរខ្មែរឬក៏ជាទង់ជាតិឬក៏ជាអីអញ្ចឹងឲ្យតែពេលឃើញបងប្អូនគឺថាសប្បាយចិត្តមែនទែនហូហើយយកទៅប្រាប់គេហ្មងហៅគេឲ្យមើលហ្មងប្រាប់គេថានេះប្រទេសកម្ពុជាហើយប្រាប់ថាខ្លួនឯងទៅជាជនជាតិកម្ពុជាប្រាប់ថាឪពុកម្ដាយខ្លួនឯងទៅជនជាតិកម្ពុជាខ្ញុំស្ដាប់សម្ដីគេនៅពេលអារម្មណ៍ដែលគេទៅប្រាប់អ្នកដទៃហើយអូខ្ញុំសប្បាយចិត្តមែនទែនដល់ពេលដែលឃើញកូនចេះស្រឡាញ់ប្រទេសជាតិខ្លួនឯងខ្ញុំធ្លាប់សួរជនបរទេសកូនជនបរទេសផ្សេងទៀតដែលរៀននៅសាលាជាមួយកូនខ្ញុំមានកូនយួនហើយកូនហ្វីលីពីនកូនស្រីលង្កាកូនអីចឹងបងប្អូនពេលខ្ញុំសួរគេថាវាជនជាតិអីគេបងប្អូនគេឆ្លើយថាមិនប្រាប់ខ្ញុំទេប្រាប់ថាគេជាជនជាតិជប៉ុនគេនិយាយចឹងគេកើតនៅជប៉ុនគេជាជនជាតិជប៉ុនប៉ុន្តែពេលខ្ញុំសួរកូនខ្ញុំថាកូនឯងជនជាតិអីគេកូនខ្ញុំប្រាប់ថាកូនជាជនជាតិកម្ពុជាខ្ញុំនិយាយមែនបងប្អូនខ្ញុំរំភើបណាដោយសារតែកូនខ្លួនឯងរស់នៅក្នុងប្រទេសគេមែនកើតនៅក្នុងប្រទេសគេមែនប៉ុន្តែអត់ស្អប់ខ្ពើមជាតិសាសន៍ខ្លួនឯងបែរជាស្រឡាញ់ជាតិសាសន៍ខ្លួនឯងអត់ខ្មាស់គេដែលខ្លួនឯងជាជនបរទេសហ៊ានប្រាប់ទៅគេថាខ្លួនឯងជាជនជាតិអីហ៊ានប្រាប់ហ៊ានទទួលស្គាល់ខ្លួនឯងខ្ញុំសប្បាយចិត្តមែនទែនខ្ញុំនិយាយមែនបងប្អូនដឹងទេថាហេតុអីបានជាជនបរទេសមួយចំនួនណាអត់ចង់ប្រាប់ថាខ្លួនឯងជាជនបរទេសមករស់នៅលើទឹកដីគេដោយសារតែមានអារម្មណ៍មួយថាខ្លាចគេរើសអើងខ្លាចគេអត់ចូលចិត្តដោយសារតែខ្លួនឯងមិនមែនជាជនជាតិរបស់គេអញ្ចឹងហើយជាពិសេសគឺជនជាតិជប៉ុនហ្នឹងគឺថាអូមហាសែនគេហៅថាជាតិនិយមអញ្ចឹងនៅក្នុងប្រទេសហ្នឹងគឺជាតិនិយមខ្លាំងមែនទែនជនជាតិជប៉ុនអញ្ចឹងជនបរទេសមួយចំនួនណាបងប្អូនគឺអត់ចង់ហ៊ានប្រាប់ទៅគេថាខ្លួនឯងជាជនបរទេសទេព្រោះខ្លាចគេរើសអើងកន្លែងការងារអីចឹងខ្លាចគេធ្វើបាបខ្លាចគេអីចឹងណាអញ្ចឹងហើយគឺថាពួកគាត់មិនសូវជាហ៊ានប្រាប់គេទេថាខ្លួនឯងជាជនបរទេសអញ្ចឹងបើសម្រាប់អ្នកដែលគាត់មានឬកូនកាត់ទៀតគឺរត់តែចោលខាងសាច់ញាតិជនបរទេសហើយគាត់តែម្យ៉ាងទេខ្លួនឯងជាជនជាតិជប៉ុនទោះបីជាមានម្ដាយម្ខាងឬក៏ឪពុកម្ខាងជាជនបរទេសក៏ដោយក៏ពួកគាត់អត់រាប់ថាខ្លួនឯងជាជនជាតិដែលឪពុកឬក៏ម្ដាយហ្នឹងឯងដឹងថាខ្លួនឯងជាជនជាតិជប៉ុនទោះបីជាមុខមាត់ពេលខ្លះមុខមាត់គឺកាត់ទៅជាតិសាសន៍គេផ្សេងសឹងថា 100% ក៏នៅតែនិយាយថាខ្លួនឯងជាជនជាតិជប៉ុនដែរអញ្ចឹងបាទថាពេលដែលកូនយើងទទួលស្គាល់ពីជាតិកំណើតរបស់ខ្លួនឯងអញ្ចឹងគឺខ្ញុំជាម្ដាយគឺខ្ញុំសប្បាយចិត្តមែនទែន